ផ្លែត្របែកហ្គាម៉ាគឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់រហូតត្រូវបានគេចាត់ទុកថាជាកំពូលផ្លែឈើ Superfruit មួយប្រភេទ ទោះជាយ៉ាងណាការញ៉ាំវាច្រើនហួសប្រមាណឬក្នុងស្ថានភាពរាងកាយមិនសូវល្អក៏អាចមានគុណវិបត្តិខ្លះៗដែរខាងក្រោមនេះជាគុណសម្បត្តិនិងគុណវិបត្តិនៃផ្លែត្របែកគុណសម្បត្តិអត្ថប្រយោជន៍ចំពោះសុខភាព 1. សម្បូរវីតាមីន C ខ្ពស់បំផុតមនុស្សភាគច្រើនគិតថាផ្លែក្រូចមានវីតាមីន C ច្រើនជាងគេប៉ុន្តែតាមពិតទៅផ្លែត្របែកមានផ្ទុកវីតាមីន C ច្រើនជាងផ្លែក្រូចរហូតដល់ទៅ4ដងវាជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារជំងឺផ្តាសាយនិងជួយឲ្យស្បែកភ្លឺថ្លាផលិតកូឡាជែនបានល្អ 2. ជំនួយដល់ការរំលាយអាហារនិងសម្រាលអាការទល់លាមកត្របែកជាប្រភពនៃជាតិសរសៃ Fiber ដ៏អស្ចារ្យការញ៉ាំត្របែកទាំងគ្រាប់ក្នុងបរិមាណសមមាំជួយសម្រួលដល់ចលនាពោះវៀនធ្វើឲ្យប្រព័ន្ធរំលាយអាហារដើរស្រួលនិងការពារការទល់លាមក 3. ល្អខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែមផ្លែត្របែកមានសន្ទុះជាតិស្ករទាប Low Glycemic Index និងមានជាតិសរសៃខ្ពស់ដែលជួយទប់ស្កាត់មិនឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ភ្លាមៗក្រោយពេលញ៉ាំឡើយការសិក្សាខ្លះបង្ហាញថាតែស្លឹកត្របែកក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានដែរ 4. ជួយសម្រកទម្ងន់ត្របែកមានកាឡូរីទាបត្របែកមួយផ្លែមានប្រហែល37ទៅ60កាឡូរីប៉ុណ្ណោះប៉ុន្តែវាមានវីតាមីនជាតិរ៉ែនិងជាតិសរសៃច្រើនដែលធ្វើឲ្យអ្នកញ៉ាំឆាប់ឆ្អែតនិងឆ្អែតបានយូរស័ក្តិសមបំផុតសម្រាប់អ្នកកំពុងសម្រកទម្ងន់ 5. ការពារបេះដូងនិងប្រឆាំងមហារីកសារធាតុប៉ូតាស្យូមនិងជាតិសរសៃនៅក្នុងត្របែកជួយគ្រប់គ្រងសម្ពាធឈាមនិងកាត់បន្ថយគូលេស្តេរ៉ុលអាក្រក់លើសពីនេះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីកម្មដូចជាលីកូពីនដែលជួយរារាំងការលូតលាស់នៃកោសិកាមហារីកគុណវិបត្តិចំណុចគួរប្រុងប្រយ័ត្ន 1. អាចធ្វើឲ្យហាមពោះឬច្អល់ពោះបើញ៉ាំច្រើនពេកដោយសារត្របែកសម្បូរទៅដោយជាតិសរសៃនិងស្ករធម្មជាតិម្យ៉ាងឈ្មោះ Fructose ប្រសិនបើអ្នកញ៉ាំវាច្រើនហួសប្រមាណក្នុងពេលតែមួយរាងកាយអាចនឹងពិបាករំលាយដែលបណ្ដាលឲ្យកើតមានអាការហាមពោះហឺឬចុកពោះ 2. គ្រោះថ្នាក់ដល់ធ្មេញករណីត្របែករឹងឬទំពីគ្រាប់ត្របែកមានលក្ខណៈរឹងខ្លាំងការទំពីគ្រាប់ត្របែកខ្លាំងឬខាំចំផ្លែត្របែកដែលនៅខ្ចីរឹងពេកអាចបណ្ដាលឲ្យប៉ះពាល់ដល់ស្រទាប់ធ្មេញស្រៀលធ្មេញឬអាចធ្វើឲ្យបាក់ប្រេះធ្មេញបានជាពិសេសអ្នកដែលកំពុងពុតធ្មេញឬមានធ្មេញខ្សោយ 3. អាចបង្កការទល់លាមកបើញ៉ាំត្របែកខ្ចីពេកផ្ទុយពីត្របែកទុំផ្លែត្របែកដែលខ្ចីខ្លាំងមានផ្ទុកសារធាតុម្យ៉ាងឈ្មោះថាតានីនខ្ពស់សារធាតុនេះអាចទៅធ្វើឲ្យដំណើរ